ជំរាបសួរលោកគ្រូនិងអ្នកនរគ្នាថ្ងៃនេះខ្ញុំបាទឈ្មោះប៉ាន់សំណិតឡើងនិយាយរឿងកំណត់ពូននំស្រូវកាលពីព្រេងងាយមានកំឡោះម្នាក់ឈ្មោះកាលុកបណ្ឌិតនិងនារីម្នាក់ឈ្មោះនាងងក់ដែលបានរស់នៅក្នុងភូមិជាមួយគ្នាដែលជាមិត្តសម្លាញ់នឹងគ្នាថ្ងៃមួយកាលុកបណ្ឌិតបាននិយាយពេលអនាគតថាក្នុងពេលអនាគតបាទនាងណាមុននឹងខ្ញុំយកប្រពន្ធលុត្រាតែស្រីនោះបំរើខ្ញុំយកកន្សែងងូតទឹកឲ្យខ្ញុំនិងបំរើខ្ញុំគ្រប់សពទើបខ្ញុំព្រមយកធ្វើប្រពន្ធចំណែកនាងនោះក៏និយាយទៅវិញថាបងអើយខ្ញុំក៏ដូចគ្នាដែរតតែបុរសនោះបំរើខ្ញុំយកកន្សែងងូតទឹកឲ្យខ្ញុំដល់កំពង់ទើបខ្ញុំព្រមយកធ្វើជាប្តីលោកការអស់ការកន្លងមកកាលលោកបណ្ឌិតដល់ពេញវ័យក៏ត្រូវចូលបួសក៏បានទៅបួសដល់អស់ពេលរយៈអស់ការកន្លងមកកាលលោកបណ្ឌិតក៏បានសឹកមកវិញចំណែកនាងនោះក៏មិនទាន់រៀបការក៏ត្រូវបានឪពុកម្ដាយកាលលោកបណ្ឌិតផ្សំគុំកាលលោកបណ្ឌិតនិងនាងនោះឲ្យធ្វើជាប្តីប្រពន្ធនឹងគ្នាថ្ងៃមួយប្តីប្រពន្ធទាំងពីរក៏បានទៅមួយទឹកស្រះនាងនោះក៏បានធ្វើជាផ្លេចកន្សែងដៃនៅដោយទុកជាមួយនឹងប្តីហើយនាងនោះក៏បានឡើងមកផ្ទះមុនចំណែកកាលលោកបណ្ឌិតដោយឃើញប្រពន្ធផ្លេចកន្សែងបែបនេះក៏ស្រែកប្រាប់នាងនោះប៉ុន្តែនាងនោះក៏បាននិយាយថាសូមបងយកកន្សែងនោះមកផងខ្ញុំទៅផ្ទះមុនហើយចំណែកនាងនោះវិញក៏បានទៅដល់ផ្ទះរៀបចំអាហាររួចស្រេចចំណែកកាលុកបណ្ឌិតក៏កាន់កន្សែងដៃនោះទៅដល់ផ្ទះបន្ទាប់ពីស្រស់ស្រូបអាហាររួចអ្នកទាំងពីរក៏បានចូលដេកទាំងពីរដោយមិនទាន់បានប្រមាណនាងនោះក៏បាននិយាយថាបុរសណាដែលកាន់កន្សែងដៃឲ្យខ្ញុំដល់ផ្ទះដល់កន្លែងមួយទឹកខ្ញុំយកធ្វើជាប្តីឥឡូវនេះបងបានកាន់វាមកដល់ហើយកាលុកបណ្ឌិតនឹកឃើញរឿងពីមុនក៏អៀនខ្មាស់ក៏សង្ងំដេកដោយមិនដឹងដោយនាងនោះមិនដឹងថាប្តីអន់ចិត្តឬយ៉ាងណាក៏សង្ងំដេកដូចគ្នាលុះមិនបានប៉ុន្មានកាលុកបណ្ឌិតក៏បានយកសំពៅចេញដំណើរចេញពីភូមិទៅដល់នគរមួយដែលមានឈ្មោះថាស្ដេចបំផ្លាញឈ្មួញដោយទៅដល់មិនបានប្រមាណស្ដេចក្រោយពីបានឃើញកាលុកបណ្ឌិតព្រមទាំងសំពៅនិងរបស់របរពេញសំពៅក៏បានធ្វើជារាក់ទាក់ដោយឲ្យកាលុកបណ្ឌិតនៅស្នាក់នៅក្នុងនគរខ្លួនចំនួន 2-3 ថ្ងៃដោយស្ដេចបំផ្លាញឈ្មួញជាស្ដេចមានគំនិតអាក្រក់ក៏បានយកអណ្ដើកមាសទៅដាក់ក្នុងសំពៅហើយក៏បានចោទប្រកាន់កាលុកបណ្ឌិតថាជាចោរដែលបានលួចទ្រព្យសម្បត្តិខ្លួនកាលុកបណ្ឌិតដោយមិនអស់ចិត្តក៏បានប្រកែកនឹងស្ដេចថាខ្លួនមិនបានយកស្ដេចនៅតែមានះក៏បានបញ្ជាឲ្យទាហានទៅឆែកឆេរនៅក្នុងសំពៅក៏បានឃើញអណ្ដើកមាសនោះមែនដោយកាលុកបណ្ឌិតគ្មានពាក្យតវ៉ាក៏ត្រូវបានស្ដេចចាប់រឹបអូសយកសំពៅអីវ៉ាន់របស់របរទាំងអស់និងចាប់ខ្លួនកាលុកបណ្ឌិតធ្វើជាអ្នកបម្រើមិនយូរដោយចំណែកនាងនោះវិញការដែលមិនឃើញប្តីក៏បានទៅរកសំពៅក៏មិនឃើញក៏ចាប់ដឹងភ្លាមថាប្តីបានចាក់ចេញទៅឆ្ងាយក៏បានយកសំពៅចេញពីភូមិទៅតាមប្តីដោយយកសារិកាកែវទៅជាមួយដោយមិននាងនោះធ្វើដំណើរបានប្រមាណក៏ដល់នគរដែលមានឈ្មោះថាស្ដេចបំផ្លាញឈ្មួញក៏បានឃើញសំពៅដែលប្តីខ្លួនបានចតដោយដឹងថានេះគឺជាសំពៅរបស់ប្តីខ្លួនដោយស្ដេចឃើញនាងនោះនិងអីវ៉ាន់ពេញសំពៅដូច្នេះក៏ទទួលរាក់ទាក់ដូចពីមុននឹងបានអញ្ជើញនាងនោះឲ្យសម្រាប់នៅនគរខ្លួនចំនួន 2-3 ថ្ងៃដោយរៀបចំគម្រោងដដែលដោយយកអណ្ដើកមាសដោយឲ្យសេនាយកអណ្ដើកមាសទៅដាក់លើសំពៅតែដោយពួកគេមិនដឹងថានៅលើសំពៅនោះមានសត្វសារិកាកែវឡើយបន្ទាប់ពីដាក់រួចសារិកាកែវក៏បានទៅប្រាប់នាងនោះថាស្ដេចបាន
ស្ដេចបានឲ្យសេនាយកអណ្ដើកមាសទៅដាក់សំពៅខ្លួននាងនោះដោយដឹងពីកលល្បិចរបស់ស្ដេចក៏បានយកអណ្ដើកមាសនោះយកទៅបោះចោលដោយមិនប៉ុន្មានថ្ងៃក្រោយមកដល់ថ្ងៃដែលនាងនោះត្រូវចាក់ចេញពីនគរស្ដេចក៏ធ្វើជាពុតដដែលដោយចោទនាងនោះថាជាចៅលួចរបស់ខ្លួននាងនោះក៏បានប្រកែកហើយក៏បានអនុញ្ញាតឲ្យស្ដេចទៅឆែកឆេរនៅក្នុងសំពៅរបស់ខ្លួនដោយស្ដេចបានទៅឆែកឆេរប៉ុន្តែមិនឃើញដោយនាងនោះក៏បានភ្នាល់ជាមួយស្ដេចថាបើស្ដេចរកមិនឃើញរបស់ដែលស្ដេចបានបាត់នៅក្នុងសំពៅនោះទេស្ដេចត្រូវតែប្រគល់របស់របរនិងសំពៅរបស់ប្តីខ្លួនមកវិញនិងសុំអ្នកបម្រើខ្លះដោយស្ដេចបំផ្លាញឈ្មួញមានអំនួតពេកក៏បានយល់ព្រមនឹងសំណើនេះប៉ុន្តែចៃដន្យស្ដេចមិនបានរកឃើញអណ្ដើកមាសនោះទេដូច្នេះស្ដេចក៏យល់ព្រមនឹងហៅអ្នកបម្រើទាំងអស់មកជួបជុំគ្នានេះក្រោយមកនាងនោះក៏ឃើញថានោះជាប្តីខ្លួនដែលស្លៀកពាក់រហាត់រហែកមើលមិនចង់ស្គាល់ក៏សម្រេចចិត្តយកកាលុកបណ្ឌិតដែលជាស្វាមីធ្វើជាអ្នកបម្រើដោយស្ដេចមិនអស់ចិត្តនិងនាងនោះក៏បានបញ្ជាឲ្យសេនាទៅស៊ើបមើលដោយក្រោយមកក៏ដឹងថានៅលើសំពៅនោះគឺមានសត្វសេកមួយដែលបានប្រាប់ទៅដល់នាងនោះស្ដេចក៏បានបញ្ជាឲ្យសេនាទៅចាប់សត្វសេកនោះយកមកឆាគ្រឿងដោយបន្ទាប់ពីចាប់សត្វសេកនោះបានហើយក៏បានឲ្យទៅអ្នកបម្រើដើម្បីសម្លាប់ប៉ុន្តែដោយអ្នកបម្រើនោះមិនបានយកអំបិលមកក៏ផ្លេចខ្លួនទៅយកចំណែកសារិកាកែវដោយគ្រាន់តែត្រឹមក៏បានដឹងថាអ្នកបម្រើមិននៅក៏បានលួចចេញពីក្នុងផ្ទះបាយនោះចេញទៅហើយសារិកាឡើងផ្លេចរឿងចង់នៅចុងបញ្ចប់ស្ដេចក៏បានខឹងនឹងសេនាដោយចាត់ការសត្វសេកនិងនាងនោះមិនបានក៏បានយកព្រមចាក់ចេញពីតំណែងដោយឲ្យកលុកបណ្ឌិតនាងនោះឡើងសោយរាជបន្តជាចុងការបកស្រាយរឿងរបស់ខ្ញុំបានបញ្ចប់បើមានចំណុចខ្វះខាតសូមខន្តីអភ័យទោសសូមអរគុណ